បងប្អូនយើងសួរច្រើនមែនទែនសម្រាប់កញ្ចប់អាជីវកម្មបាទកញ្ចប់200គូហ្នឹងបងប្អូនយើងសួរច្រើនមែនទែនគាត់សួរថាបានអីគេខ្លះហើយខាងយើងចុះត្រៀមអីគេខ្លះឲ្យអញ្ចឹងណាហើយអ្វីដែលពិសេសហ្នឹងគឺតម្លៃប្រមាណតែម្ដងក្នុងវីដេអូនេះដែរខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនដែលមានបំណងចង់បើកអាជីវកម្មពាក់ព័ន្ធមួយការចិញ្ចឹមសត្វបាទចិញ្ចឹមបកងឬក៏កាធាយខាងយើងមានសេវាកម្មចុះទៅរៀបឲ្យដល់ទីតាំងផ្ទាល់ណាហើយយើងក៏មានសេវាកម្មក្នុងការប្រឹក្សាជូនបងប្អូនលម្អិតធានាថាបងប្អូនចិញ្ចឹមកើតណាស់បានផលដល់ពេលបងប្អូនចិញ្ចឹមទៅជួបបញ្ហាឬក៏មានជំងឺឈឺស្កាត់អីផ្សេងៗហ្នឹងគឺយើងមានបច្ចេកទេសក្នុងការបង្រៀនក៏ដូចជាប្រាប់ជូនដែរហើយបើពាក់ព័ន្ធមួយតម្លៃឬក៏មានទទួលទិញវិញទេអូខេបងសំណួរបងល្អមែនតើខ្ញុំតទៅវីដេអូដែលខ្ញុំចេញលើកមុនបាទដែលខ្ញុំនិយាយថាការដែលជាវពូជពីកសិដ្ឋានបកងនេផ្សារកំចាញ់មាទៅយើងខ្លាចជាដៃគូសហការរកស៊ីជាមួយគ្នាដោយសារអីដោយសារគឺខាងកសិដ្ឋានបកងនេផ្សារកំចាញ់មារបស់យើងគឺយើងទិញចូលវិញណាសម្រាប់កាធាយហើយនឹងបង្កងអញ្ចឹងបងប្អូនមិនខ្វល់ទេណាបងប្អូនចិញ្ចឹមបានផលគឺយើងទិញចូលវិញអញ្ចឹងហើយបានខ្ញុំនិយាយថាការដែលទិញពូជពីកសិដ្ឋានបកងនេផ្សារកំចាញ់មាទៅលើសពីអ្វីដែលបងប្អូនចិញ្ចឹមសត្វបាទបងប្អូនបានរកស៊ីជាមួយកសិដ្ឋានបកងនេផ្សារកំចាញ់មាបងប្អូនចិញ្ចឹមបានផលគឺខាងយើងទិញចូលវិញសម្រាប់ទីផ្សារអត់ប្រមាណទេហើយខ្ញុំចង់ក្រើនរំលឹកទៅដល់ប្រជាកសិករយើងដែរមុនធ្វើអ្វីមួយពាក់ព័ន្ធមួយកសិកម្មបងប្អូនទាំងអស់គ្នាគួរតែស្វែងរកទីផ្សារឲ្យហើយសិនចាំបងប្អូនធ្វើមិនថាពាក់ព័ន្ធមួយសត្វពាក់ព័ន្ធមួយដំណាំទេមួយរយៈនេះបងប្អូនលឺឲ្យអត់ទីផ្សារអត់ទីចង់រៀនចិញ្ចឹមដែរចង់រៀនឆាត់ Telegram មកបងខាងបងរៀនបងមិនចេះអត់គិតលុយទេបងរៀនបងឲ្យចេះចិញ្ចឹមឲ្យបងបើកអាជីវកម្មខ្លួនឯងកើតឲ្យបងមានមុខរបរផ្ទាល់ខ្លួនមួយដែលច្បាស់លាស់ហើយជាមុខរបរដែលទីផ្សារនេះថ្ងៃទី28ខែ5ឆ្នាំ2025បងប្អូនណាថ្ងៃនេះខ្ញុំរៀបចំជូនកូនបកងឲ្យភ្ញៀវចំនួន1000ក្បាលចំនួន2ទីតាំងផ្សេងគ្នាអញ្ចឹងសម្រាប់បងប្អូនដែលទិញកូនបកងចំនួន1000ក្បាលយើងថែមឲ្យ 10% ពីលើណាបងប្អូនយកទៅចិញ្ចឹមអាចតម្លាក់ស្រាប់បានខនាដនេះបងប្អូនណាហើយសម្រាប់បងប្អូនដែលយកទៅចិញ្ចឹមបានផលខាងយើងទទួលទិញវិញខាងយើងមានទីតាំងច្បាស់លាស់ត្រឹមត្រូវបងប្អូនចង់មកលេងបានណាអាចធ្វើការណាត់យើងបានយើងទទួលបងប្អូនគ្រប់25ខេត្តក្រុងបងប្អូន